ប្រេងវីតាមីន C នេះមិនត្រឹមតែឈ្ងុយទេណាបងប្អូនពេលដែលប្រើប្រាស់ទៅគឺថាស្បែកយើងឲ្យលូងអូនចង់យកលាបស្បែកខ្លួនក៏បានស្បែកមុខក៏បានដែរបងប្អូនសួរខ្ញុំរហូតថាតើយកក្រូចអីយកទៅធ្វើប្រេងវីតាមីន C បងប្អូនឥឡូវនេះខ្ញុំយកក្រូចដែលយើងញ៉ាំណាបងប្អូនណាក្រូចសាច់វាផ្អែមសបកវាស្ដើងក្រូចនេះហ៎អញ្ចឹងឈូសបានមកល្មមទេតែខ្ញុំធ្វើដើម្បីបង្ហាញជូនបងប្អូនទាំងគ្នាខ្ញុំឈូសតែបន្តិចណាបងប្អូនទាំងគ្នាក្រូចតែមួយផ្លែទៅហើយបងប្អូនទាំងគ្នាចង់ធ្វើទុកប្រើបានយូរបងប្អូនអាចដាក់2 3ផ្លែអីចឹងទៅខ្ញុំបន្ថែមស្លឹកក្អូបដើម្បីឲ្យមានក្លិនឈ្ងុយបន្ថែមទៀតហើយខ្ញុំដាក់ជាមួយនឹងប្រេងដូងត្រជាក់សម្រាប់ប្រេងដូងត្រជាក់ចង់ញ៉ាំក៏បានចង់យកទៅលាបស្បែកក៏បានលាបមុខក៏បានចាក់មើលថាលិចជាមួយនឹងសបកក្រូចកុំចាក់ច្រើនពេកបងប្អូនដាក់មកល្មមមកលិចសបកក្រូចនឹងបានហើយអស់តែប្រហែល50 ml ទេសល់ឡើងមកកណ្ដោចំណេញណាបងប្អូនមានប្រេងដូងត្រជាក់នៅផ្ទះចំណេញខ្លាំងមែនតើហ្មងចង់ធ្វើម៉ាស់ធ្វើស្ក្រាប់ធ្វើប្រេងរូបបានមួយសេតហ្មងបងប្អូនទាំងគ្នាដាក់ក៏ជប់ឲ្យនៅលើភ្លើងលុះត្រាតែពេលណាឃើញប្រេងមើលទៅថ្លាហើយចេញពណ៌រៀងលឿងពេលហ្នឹងបងប្អូនអាចបិទភ្លើងបានហើយបើសិនជាប្រេងអត់ថ្លាបងប្អូនយកទៅប្រើប្រាស់រក្សាទុកអត់បានយូរណាអញ្ចឹងបងប្អូនទាំងគ្នាធ្វើយ៉ាងណាមើលទៅប្រេងថ្លាចាំបិទភ្លើងឲ្យបងប្អូនទាំងនេះច្រោះដាក់ដបបានពេលយកក្រូចនឹងធ្វើបងប្អូនឈ្ងុយខ្លាំងមែនតើសម្រាប់បងប្អូនមានបញ្ហាស្ពុកជាប់រុយស្អាតស្ងួតហ្នឹងប្រើបានល្អខ្លាំងបញ្ហាស្បែកមុខខ្លាំងណាស់អត់ចង់ចេញទៅក្រៅទេបងប្អូនមានអារម្មណ៍តែខ្មាស់ទេព្រោះអីទៅណាមកណាគេមើលមុខយើងមុនគេបើសិនជាមុខយើងអត់ស្អាតអូយអត់មានភាពជឿជាក់លើខ្លួនឯងសោះពេលមុខខ្លួនឯងពីមុនហើយចង់តែអង្គុយយំទេបើគីមីអស់ចិត្តតែអត់ស្អាតឥឡូវមកស្អាតដោយសារតែផលិតផលរ៉េឌីនស្រាលហើយសិតតែរបស់ធម្មជាតិស្រួយលេងតន់ហើយឥឡូវម៉ាំងក៏ដូចគ្នាដែរប្រើតែម្ដងហើយគឺមុខតង់ភ្លឺថ្លាលងមកបានប្រាប់គប់ជាមួយនឹងឈុតមុខក្មេងទៀតណាស្បែកមុខស្អាតចិត្តតែមិនអស់ទេ